ការពីថ្ងៃមុនយើងនិយាយអំពី Lanterotto ហើយថ្ងៃនេះយើងនិយាយអំពី Examen Physics ខ្មែរយើងថាការពិនិត្យរាងកាយហើយការពិនិត្យរាងកាយនេះមានន័យថាជាសិញមួយដែលរកឃើញដោយក្នុងនាមយើងជាគ្រូពេទ្យធ្វើសកម្មភាពពិនិត្យទៅលើអ្នកជំងឺហើយនៅក្នុងដែរវាមាន4ចំណុចសំខាន់ចំណុចទី1គឺគេហៅថា inspection នេះយើងគឺធ្វើការសង្កេតទៅលើអ្នកជំងឺចាប់ពីក្បាលដល់ចុងជើងនៅលក្ខណៈនៃរាងកាយរបស់អ្នកជំងឺថាគាត់មានភាពប្រែប្រួលអ្វីមួយអត់ឧទាហរណ៍ថាយើងមើលទៅលើក្បាលរបស់គាត់មានស្លាកស្នាមអីអត់យើងមើលទៅលើមុខរបស់គាត់មានស្លាកស្នាមផ្សេងអីអត់ឬក៏អាចបើកភ្នែកមើលទៅលើកុងសង្ទិះរបស់គាត់តើគាត់មានប៉ាឡឺស្លេកខ្លាំងអីអត់យើងដេញចុះមកក្រោមរហូតដល់ចុងជើងឧទាហរណ៍យើងឃើញថាជើងគាត់ទាំងសងខាងគេហៅ mom inferior របស់គាត់ហ្នឹងមានអឺដែមអីចឹងទៅយើងចូលដល់ចំណុចទី2គឺគេហៅថា palpation នេះគឺជាការស្ទាបហើយជាការស្ទាបនេះផងដែរចង់រកមើលថាអ្នកជំងឺនឹងគាត់មានការឈឺចាប់ដែរឬទេនៅពេលដែលយើងប៉ះគាត់ឬក៏យើងស្ទាបរកមើលភាពមិនប្រក្រតីណាមួយដូចជាគាត់មានដុំសាច់ឬក៏ការរីកនៃសរីរាង្គណាមួយនៃរាងកាយរបស់គាត់ចំពោះចំណុចទី3គេហៅថា percussion នេះមានន័យថាជាការគោះហើយគោះនេះយើងមានតិចនៅក្នុងការគោះផងដែរហើយអបទិសនៅក្នុងការគោះនេះទៀតសោតគឺយើងដើម្បីរកសំឡេងថាសំឡេងដែលយើងពិនិត្យរាងកាយអ្នកជំងឺនឹងមានភាពមិនប្រក្រតីអ្វីអត់ឧទាហរណ៍ថាក្នុងស្រោមពោះរបស់គាត់មានដក់ទឹកអញ្ចឹងយើងអាចគោះទៅលើម៉ាទីតេយើងចូលដល់ចំណុចទី4គេហៅថា auscultation អញ្ចឹង auscultation ហ្នឹងគឺជាការស្ដាប់ធ្វើមកយើងស្ដាប់បានគឺមានឧបករណ៍ stethoscope ដើម្បីស្ដាប់ឧទាហរណ៍ថាយើងស្ដាប់ទៅលើសួតរបស់គាត់ដើម្បីរកមើលសំឡេងថាសួតរបស់គាត់មានការប្រែប្រួលពីធម្មតាទៅមិនធម្មតាដែរឬទេយើងអាចស្ដាប់ទៅលើពោះតើចលនាបរិស្តាទិសរបស់គាត់មានដែរឬទេចំពោះយើងនិយាយទៅលើចំណុចទាំង4ហ្នឹងគេហៅថាពាក្យចាំគឺ IPA ហ្នឹងគឺយើងនិយាយទៅលើ inspection P ហ្នឹងគឺ palpation ហើយ P មួយទៀតហ្នឹងគឺ percussion និងចុងក្រោយគេហ្នឹងគឺ A គេហៅថា auscultation អរគុណជួបគ្នានៅផាតបន្តទៀត